chẳng hai nếu đồng bọn áp bị vót băng trường rục để trôi nha để bênนี้บอมโอนเคยนี่nè sọc nè phùm dướng luônกับpung té nhọp đầy nhọp chướng riêng bẩn đâu nè riêng bẩn đâu mà lai sân bàនេះគឺរៀនបណ្ដោះបន្លែហើយគាត់យកទៅដាំណាចឹងបច្ចៈជូនចេះថាកសិដ្ឋានបឹងជង្រុកដែលចូលឆ្នះឆ្នេះនេះចាប់ផ្ដើមដំណើរការហើយដែលមានការចូលរួមជុំជ្រែងពីក្រុមហ៊ុនបាទហើយអញ្ចឹងទៅគឺចែកទូជូនបងប្អូនសម្របសម្រួលជូនបងប្អូននៅតាមលំនៅឋានណាបាទជួយសម្របសម្រួលគ្រប់បែបយ៉ាងទាំងអស់ហើយនឹងផ្ដល់ទីផ្សារជូនបងប្អូនថែមទៀតអត់ខ្វល់ថាដាំដុះហើយមិនដឹងទៅលក់ណាអត់ទេបាទគឺយើងរកឲ្យគ្រប់គ្រាន់បើថានេះជាការគិតគូរខ្ពស់របស់រដ្ឋាភិបាលចំពោះបងប្អូនទាំងអស់គ្នាពិសេសអ្នកតំបន់អភិវឌ្ឍបឹងជង្រុកដែលចូលឆ្នះឆ្នះដែលមានដីអំណោយផលទៅនឹងការដាំដុះបាទអញ្ចឹងហើយដាំដុះហើយនៅក្រុមខាងនោះគឺជាក្រុមហ៊ុនដែលគាត់នឹងប្រមូលទិញវិញបើសិនជាបងប្អូនយកមកលក់នៅទីនេះក៏បានឬបងប្អូនចង់លក់ទៅទីណាក៏បានដែរតែបងប្អូនថាខ្ជិលទៅឆ្ងាយគឺប្រមូលទៅវិញណាបាទក្រុមហ៊ុនជួយពូជក្រុមហ៊ុនជួយបណ្ដុះបណ្ដាលហើយទទួលទិញពីបងប្អូនថែមទៀតនេះគឺជំហានទី1គឺបន្លែនៅតំបន់អភិវឌ្ឍបឹងជង្រុកដែលចូលឆ្នះឆ្នះនេះហើយជំហានទី2ឈានដល់ផ្លែស្វាយនិងស្វាយចន្ទីបន្ថែមទៀតបាទអញ្ចឹងឥឡូវនេះយើងនិយាយពីបន្លែសិនបងប្អូនឃើញទេបាទញាប់ដៃញាប់ជើងបាទទាំងអស់គ្នាមិនឲ្យសុបាយចិត្តអត់បាយចិត្តនេះបាយចិត្តបាយនឹងទេណាមីបាទចាឥឡូវថ្ងៃនេះយើងរៀនបដោះសិនណាឥឡូវមិញយល់ចូលយល់ទៅយល់ពីរបៀបបដោះនៅបាទប៉ិនសុបាយចិត្តនៅក្នុងការដាំអត់ពេលលេងមុខសុបាយចិត្តនេះសុបាយចិត្តចឹងបងប្អូនឃើញហើយឥឡូវនេះនៅតំបន់អភិវឌ្ឍបឹងជង្រុកដែលចូលឆ្នះយើងបានគិតហើយគិតទៀតណាថាធ្វើយ៉ាងម៉េចដើម្បីឲ្យបងប្អូនយើងមានភាពងាយស្រួលស្របទៅនឹងគោលការណ៍របស់រដ្ឋាភិបាលដែលបច្ចុប្បន្ននេះគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតលោកបានគិតគូរខ្ពស់ឲ្យតំបន់នេះគឺរំលឹកនឹកគុណសម្ដេចតេជោបាទហើយបានអភិវឌ្ឍហើយឥឡូវនេះគឺយើងកំពុងតែឈ្មោះទៅមុខទៀតហើយអញ្ចឹងហើយខ្ញុំក៏អរគុណដែរចំពោះខាងក្រុមហ៊ុនដែលគាត់មកអភិវឌ្ឍនៅទីនេះដើម្បីចូលរួមជុំជ្រែងឲ្យបងប្អូនយើងមានភាពកក់ក្ដៅអញ្ចឹងឥឡូវយើងមានផ្ទះសំណាញ់យើងធ្វើផ្ទះសំណាញ់តាមស្តង់ដារហើយយើងរៀបចំតាមផ្ទះជូនបងប្អូនយើងទៀតណាតាមបងប្អូនយើងនៅបឹងជង្រុកនេះដែលគាត់ចង់ដាំដុះយើងទៅជួយរៀបចំតាមផ្ទះឲ្យគាត់ទៀតដើម្បីសម្របសម្រួលហើយប្រមូលទិញឲ្យគាត់បាទប្រមូលលក់ឲ្យគាត់បាទនេះថាផ្ដល់ទីផ្សារឲ្យគាត់អញ្ចឹងជំរាបជូនអញ្ចឹងណាសូមអរគុណបាទឥឡូវនេះបងប្អូនឃើញទស្សនវិជ្ជានៅទីនេះហើយគាត់គឺជាមន្ត្រីជំនាញខាងកសិកម្មដែលមកបណ្ដុះបណ្ដាលនៅទីនេះនឹងមកជួយរៀបចំនៅទីនេះតែម្ដងណាអរគុណបងបាទអរគុណបងប្អូនគ្នាបាទនេះទស្សនវិជ្ជាបងប្អូនឃើញស្រាប់ហើយថ្ងៃនេះមានទាំងលោកគ្រូអ្នកគ្រូក៏មានមករៀនសូត្រណាគ្រូផានមិនទៅឥឡូវខ្ញុំរៀបចំបន្ថែមនៅការដាំដុះបន្លែតាមផ្ទះអញ្ចឹងគ្រូយល់ឃើញមិនហីថាវាដូចថារំភើបដែរក៏រំភើបឲ្យគេត្រេកអរដែរពីព្រោះថាភូមិយើងបានដាំបានដុះទាំងអស់គ្នាអញ្ចឹងយើងមានការងារធ្វើទាំងអស់គ្នាហើយក៏បានមកបងប្អូនយើងសប្បាយចិត្តហ្នឹងហើយអរគុណណាស់មិនបាច់ចាំឲ្យកូនទៅឆ្ងាយពីផ្ទះទៀតទេបងប្អូនណាបាទអញ្ចឹងយើងអភិវឌ្ឍនេះហើយណាបាទអរគុណច្រើនពូជូនពរបងប្អូនគ្នាបាទអញ្ចឹងជូនបងប្អូនយើងជ្រាបណាស្នាមញញឹមរបស់អ្នកភូមិបឹងជង្រុកដែលចូលឆ្នះកំពុងតែសប្បាយរីករាយជាមួយនឹងការបង្កបង្កើនផលថ្មីគឺការដាំបន្លែនិងការចិញ្ចឹមសត្វនៅក្នុងកសិដ្ឋានបឹងជង្រុកដែលចូលឆ្នះរបស់យើងបាទសូមអរគុណ